ថ្ងៃនេះគឺខ្ញុំណែនាំបងប្អូនខ្លីតាក់ទងជាមួយនឹងរបៀបនៃការប្រើប្រាស់ app ប៉ាជឿពន្លឺជីវិត app ប៉ាជឿពន្លឺជីវិតនេះគឺជា app ប៉ាជឿលំនាំធាតុដែលអនុភាពរបស់វាគឺអាចព្យាករណ៍ខ្សែជីវិតរបស់យើងត្រូវក្នុងកម្រិតទាបបំផុតគឺកម្រិតជឿជាក់95%អញ្ចឹងបានន័យថាម៉េចបានន័យថាបើសិនជាមានមនុស្ស100នាក់មកប្រើប្រាស់ app នេះដើម្បីធ្វើការព្យាករណ៍ខ្សែជីវិតបានន័យថា95នាក់គឺ app នេះព្យាករណ៍បានត្រឹមត្រូវហើយខុសទៅ5នាក់នេះគឺខុសដោយកត្តាចៃដន្យស្អីគេកត្តាចៃដន្យកត្តាចៃដន្យគឺបានន័យថាកត្តាខាងក្រៅដែលជះឥទ្ធិពលទៅលើជោគវាសនារបស់យើងឧទាហរណ៍កត្តាមនុស្សយើងមានចំណេះដឹងខុសគ្នាមានការអប់រំខុសគ្នាមានបញ្ញាខុសគ្នាមានទេពកោសល្យខុសគ្នាមានការប្រឹងប្រែងខុសគ្នាមានគុណធម៌ហើយនិងអិរិយាបថការគិតខុសគ្នាគឺបានន័យថាជោគវាសនាគឺខុសគ្នាដែរហើយកត្តាទី2គឺកត្តាហុងស៊ុយគឺកន្លែងដែលយើងរស់នៅនឹងឯងយើងកើតនៅទីកន្លែងខុសគ្នាយើងរស់នៅទីកន្លែងខុសគ្នាគឺលទ្ធផលពីរគឺខុសគ្នាហើយតាក់ទងខ្សែជីវិតរបស់យើងហើយនឹងកត្តាទី3គឺកត្តាសង្គមគឺបុគ្គលដែលយើងខ្សែគប់ជុំវិញខ្លួនហ្នឹងតើគាត់ជាបុគ្គលបែបណាយើងខ្សែគប់ជាមួយនឹងបុគ្គលដែលរីកចម្រើនគឺធ្វើយើងរីកចម្រើនយើងខ្សែគប់ជាមួយនឹងជនដែលអត់បានការគឺយើងខ្លាចទៅជាជនអត់បានការអញ្ចឹងកត្តាខាងក្រៅនេះគឺវាជាឥទ្ធិពលអញ្ចឹងហើយបានវាធ្វើឲ្យវាមាន error កើតឡើងគឺ5%ប៉ុន្តែអស្ចារ្យបើសិនថាត្រូវក្នុងកម្រិត95%គឺមិនងាយរកបានទេសូម្បីតែនៅក្នុងវិទ្យាសាស្ត្រស្ថិតិក៏ដូចគ្នាដែរក្នុងវិទ្យាសាស្ត្រស្ថិតិអស់ឲ្យត្រឹម99% 95% 90% 80%ដែលអាចព្យាករណ៍ត្រឹមត្រូវវាមិនអាច100លើ100ទេលើโลกនេះគ្មានអ្វីដែលល្អឥតខ្ចោះទេក៏ប៉ុន្តែ app នេះគឺអាចធ្វើបាន95%គឺចាត់ទុកថាជាអស្ចារ្យហើយ app នេះគឺជា app មួយដែលខ្ញុំប្រើប្រាស់រូបមន្តអឺប៉ាជឿលំនាំធាតុដែលខ្ញុំទទួលបានការប្រោះប្រដាល់ជាច្រើនឆ្នាំនៅក្រៅប្រទេសជាមួយនឹងកម្ពុជាចិនសែលំដាប់ពិភពលោកឧទាហរណ៍ដូចជាលោកយាយបណ្ឌិតលីលីជុងដុកទ័រជីនផេលោកគ្រូ Jerry King អ្នកគ្រូ Danish ជាដើមឥឡូវយើងឈានមកដល់ការប្រើប្រាស់តាដើម្បីប្រើប្រាស់ app នេះគឺបងប្អូនគ្រាន់តែបញ្ចូលឈ្មោះមកហើយដាក់ភេទថ្ងៃខែឆ្នាំកំណើតម៉ោងកើតនេះគឺជាការព្យាករណ៍លើបុគ្គលម្នាក់ឈ្មោះ Benjamin Netanyahu ដែលជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលអញ្ចឹងខ្ញុំបញ្ចូលថ្ងៃខែឆ្នាំកំណើតហើយភេទហើយម៉ោងកើតហើយគឺខ្ញុំចុចលើប៊ូតុងព្យាករណ៍អញ្ចឹង app នេះគឺជា app មួយដែលវានឹងកណនាលទ្ធផលស្វ័យប្រវត្តិឲ្យបងប្អូនបានន័យថាបងប្អូនមិនបាច់ចេះចិនសែទេមិនបាច់ចេះចិនសែទេគឺខ្ញុំធ្វើ app នេះគឺសម្រាប់បងប្អូនដែលអត់ចេះចិនសែអត់ចេះចិនសែសោះហ្មងណាពីព្រោះការរៀនវិជ្ជាចិនសែនេះអានេះតើយើងធ្វើជាគ្រូចិនសែអានេះបានយើងរៀនទៅវាជោគជ័យហើយវាសំខាន់លើកត្តាច្រើនទៀតដែលធ្វើឲ្យយើងរៀនជោគជ័យហើយការរៀនវិជ្ជាចិនសែមិនមែនជាការងាយស្រួលទេករណីខ្លះវាពិបាកជាងយើងរៀនយកបណ្ឌិតទៀតហេតុអីពីព្រោះចំណេះយើងរៀននេះគឺយើងអត់ដឹងថារូបមន្តណាមួយដែលពិតប្រាកដទេតើយើងជួបបុគ្គលដែលខ្លាំងហើយដែលប្រកែពិតប្រាកដក្នុងវិស័យហ្នឹងដែលគាត់មានចំណេះជំនាញពិតប្រាកដជាក់លាក់ហើយគាត់ផ្ទេរចំណេះដឹងបានត្រឹមត្រូវល្អមកយើងអាហ្នឹងបានយើងរៀនជោគជ័យអាហ្នឹងណាចូលឲ្យបានជាខ្ញុំយល់ឃើញថាវាលំបាកខ្ញុំក៏សម្រាប់ចាប់ធ្វើ app ហ្នឹងជូនបងប្អូនប្រើប្រាស់ទៅឥឡូវយើងមកមើលឥឡូវវាកណនាចេញហើយអឺខ្ញុំបង្ហាញពីមុខងារសំខាន់របស់វានេះនៅពេលដែលវាចេញមកគឺវាមានប៊ូតុងច្រើនបងប្អូនចុចលើប៊ូតុងពិស្ដារ PDF នេះគឺបានន័យថាមុខងារនេះគឺជាមុខងារដែលវា print ជាតារាង PDF ឲ្យយើងដែលព័ត៌មានគឺវាផ្ដល់លម្អិតនៅក្នុងនឹងតែម្ដងដើម្បីឲ្យយើងអាចអាននៅលើกระดาษបានងាយស្រួលណាងាយស្រួលអានេះគឺករណីយើងចង់អានតារាងដោយខ្លួនឯងមួយទៀតគឺយើងអាចចូលមកមើលកន្លែងនេះកន្លែងប៊ូតុងសង្ខេបនេះបានន័យថាវាបង្ហាញជាតារាងប៉ាជឿដូចគ្នាប៉ុន្តែវាជាតារាងសង្ខេបខ្លីបាទសង្ខេបខ្លីមកទំព័រទេ print ចេញមកហើយឥឡូវយើងចង់ដឹងថាតើ Benjamin Netanyahu ហ្នឹងគឺជាបុគ្គលដែលជោគជ័យឬក៏មិនជោគជ័យបាទអញ្ចឹងយើងទៅចុចលើនេះតួខ្សែជីវិតណាបងប្អូននៅពេលដែលយើងចុចទៅវានឹងចេញលទ្ធផលឲ្យយើងតែម្ដងគឺវាកណនាជំនួសយើងស្រេចតែម្ដងអញ្ចឹងករណី Benjamin Netanyahu នេះយើងឃើញហើយខ្សែជីវិតរបស់គាត់ជាប្រភេទខ្សែជីវិតលំនាំធាតុទ្រព្យដែលដីនៅដើមគ្រាស្អីគេដើមគ្រាបានន័យថាអាយុក្រោម46ឆ្នាំក្រោម46ឆ្នាំអញ្ចឹងក្រោម46ឆ្នាំហ្នឹង Benjamin Netanyahu គាត់ប្រើខ្សែជីវិតលំនាំធាតុទ្រព្យ
អញ្ចឹងធាតុល្អរបស់គាត់មាន3គឺធាតុដីធាតុភ្លើងហើយនិងធាតុមាសធាតុមិនល្អរបស់គាត់គឺមាន2គឺទឹកហើយនិងឈើធាតុមិនល្អគឺអាពណ៌ឈាមជ្រូកអាធាតុល្អគឺពណ៌ទឹកក្រូចណាបងប្អូនបាទឥឡូវបងប្អូនមិនបាច់ស្វែងយល់ដីភ្លើងមាសទឹកឈើទេគឺបងប្អូនមកមើលការនៃតួខ្សែជីវិតថាតើគេព្យាករណ៍ថាម៉េចអញ្ចឹងគេបញ្យល់យើងច្បាស់ឲ្យតែយើងចេះអានអក្សរណាបងប្អូននេះមានឧបនិស្ស័យខាងធ្វើជំនួញមានសមត្ថភាពរកប្រាក់ចំណូលដោយខ្លួនឯងឬក៏តាមរយៈការសហការពីក្រុមគ្រួសារឬក៏ដៃគូសហការពូកែគ្រប់គ្រងហិរញ្ញវត្ថុនិងលុយកាក់ហ៊ានចំណាយដើម្បីចំណូលចំពោះបុរសមានឱកាសរៀបការជាមួយនារីដែលមានទ្រព្យធនឬក៏អាចក្លាយជាអ្នកមានដោយសារប្រពន្ធចឹងវាព្យាករណ៍ឲ្យយើងអញ្ចឹងបងប្អូនឲ្យតែយើងចេះអានអក្សរណាអាហ្នឹងគឺខ្សែវិត Benjamin Netanyahu ហ្នឹងគឺក្នុងន័យហ្នឹងហើយអ្វីដែលខ្ញុំប្រើប៉ាជឿលំនាំធាតុគឺមើលរូបភាពព្រៃទាំងមូលអត់មើលដើមឈើមួយដើមទេបានន័យថាដូចយើងប្រហោះដ្រូនពីលើអញ្ចឹងយើងមើលព្រៃទៅយើងឃើញទាំងអស់ទិដ្ឋភាពនៅខាងក្រោមទាំងប្រមាណគឺយើងឃើញទាំងអស់ហ្មងណាយើងអត់ឃើញមួយជ្រុងទេអានេះគឺជាអនុភាពរបស់ប៉ាជឿលំនាំធាតុដោយសារវាមើលព្រៃទាំងមូលនឹងហើយដែលដែលធ្វើឲ្យវិព្យាករណ៍ខ្សែវិទ្យាយើងត្រូវក្នុងកម្រិត95%ដែលជាកម្រិតខ្ពស់ជាងគេបើប៉ាជឿខ្លាំងខ្សោយអស់ហើយប៉ាជឿខ្លាំងខ្សោយត្រឹម45ចង់ច្រើនផងចង់ច្រើនផងមានតែប៉ាជឿលំនាំធាតុដែលធ្វើបានល្អណាធ្វើបានល្អចំពោះគ្រាទី2 Benjamin Netanyahu ហ្នឹងគាត់ប្រើប្រាស់ខ្សែជីវិតមិនទៀងចុងគ្រាបានន័យថាចាប់ពីអាយុ46ឡើងអញ្ចឹងធាតុល្អរបស់គាត់ហ្នឹងគឺធាតុប៉ុណ្ណឹងបាទនេះធាតុប៉ុណ្ណឹងណាឲ្យតែគាត់ដើរចំឈើបោកភ្លើងដកមាសបោកទឹកដកនេះគឺគាត់សំណាងធំហើយគាត់ដើរចំសัตว์ទាំងប្រមាណនេះខាងក្រោមនេះគឺសំណាងធំហើយខ្សែជីវិតបន្ទាលហ្នឹងគឺជាខ្សែជីវិតមិនប្រែប្រួលហួសពីការស្មានដល់ណាជោគវាសនារបស់គាត់គឺគេនិទានថាប្រែប្រួលហួសពីការស្មានដល់ឥឡូវយើងមកមើលខាងក្រោមនេះវានិទានហ្នឹងគឺបានន័យថាចង្អុលបង្ហាញថាម៉េចវាចង្អុលបង្ហាញប្រាប់យើងចំថាម៉េច Benjamin Netanyahu នេះគាត់មានធាតុអីគេមេឃដីនេះបងប្អូនឃើញមេឃដីរួមគ្នាតែមួយចុងគ្រាគាត់នឹងក្លាយទៅជាបុគ្គលជោគជ័យក្រោយអាយុ46ឆ្នាំគាត់មានធាតុអីគេទៀតជំនួយរួមធាតុចុងគ្រាបានន័យថានឹងមានគេជួយជ្រោមជ្រែងក្រោយអាយុ46ឆ្នាំនេះគឺជាព័ត៌មានពិតតាក់ទងជាមួយនឹង Benjamin Netanyahu ក៏អញ្ចឹងដែរបាទគឺឆាកជីវិតពិតរបស់គាត់គឺអញ្ចឹងហើយមុខងារតារាទេពនេះគឺវាព្យាករណ៍ថាម៉េចមានភ័ព្វសំណាងក្នុងជីវិតពិសេសក្រោយអាយុ46ឆ្នាំមានគេគោរពស្រឡាញ់រាប់អានច្រើនហើយមានកិត្តិយសខ្ពង់ខ្ពស់នេះកន្លែងនេះគឺជាកន្លែងរបស់ Benjamin Netanyahu ច្បាស់លាស់ហ្មងហើយអាចមានជីវភាពធូរធារឬក៏คล้ายជាសេដ្ឋីឬក៏មហាសេដ្ឋីNetanyahu គាត់ជាសេដ្ឋីមួយរូបបាទតាក់ទងជាមួយនឹងពណ៌នេះបងប្អូនឃើញពណ៌ទឹកក្រូចនេះគឺបានន័យថាជាធាតុដែលសំខាន់បំផុតបើយើងមានធាតុហ្នឹងគឺសំខាន់បំផុតណាបាទហើយករណីនេះករណីដែលពណ៌ខៀវហ្នឹងគឺបានន័យថាអាហ្នឹងវាអាស្រ័យថាតើធាតុហ្នឹងធាតុល្អឬក៏មិនល្អអញ្ចឹងធាតុសិក្សារបស់គាត់ហ្នឹងគឺបានន័យថាបើជាធាតុល្អលោកអ្នកចូលចិត្តរៀនសូត្ររៀនឆាប់ចេះអីចឹងទៅទន្ទិញឆាប់ចាំអីរៀនពូកែប្រឡងឆាប់ជាប់គឺបានន័យថាយើងមានចំណេះដឹងល្អចុះបានហើយយើងមានបញ្ញាណាយើងមានបញ្ញាហើយ Benjamin Netanyahu នេះគាត់រៀនបានខ្ពស់គាត់រៀនពូកែគាត់រៀននៅអាមេរិកគ្រោះភ័យគាត់មានធាតុមួយគឺគ្រោះភ័យអាចត្រូវបានគេប្លន់មានគ្រោះថ្នាក់អីចឹងហូរហែអញ្ចឹងគាត់បញ្យល់អញ្ចឹងហើយធាតុមួយគ្រោះភ័យនេះគឺជាធាតុពណ៌ឈាមជ្រូកបានន័យថាជាធាតុមួយដែលយើងត្រូវប្រុងប្រយ័ត្នព្រោះធាតុអត់ល្អទេសុវណ្ណធាតុនឹងក្លាយជាបុគ្គលជោគជ័យនៅថ្ងៃអនាគតហើយគាត់ដើរចំមានធាតុមួយទៀតគឺធាតុបាត់បង់អាចធ្លាក់ខ្លួនឈឺពិបាកចិត្តឬក៏បាត់បង់មនុស្សជាទីស្រឡាញ់ឬក៏វត្ថុមានតម្លៃផ្សេងដោយសារតែការធ្វេសប្រហែសណាគេបញ្យល់យើងច្បាស់អញ្ចឹងជំនួយយិនបើជាធាតុល្អមានន័យថាមានគេជួយជ្រោមជ្រែងច្រើនអានេះគឺជាឆាករដ្ឋរបស់ Benjamin ហ្នឹងគឺមានគេជួយជ្រោមជ្រែងច្រើនហើយឪពុកគាត់គឺជាអ្នកមានមួយរូបហើយជាអ្នកដែលទទួលការអប់រំខ្ពស់មួយរូបហើយជំនួយការងារគឺទទួលបានជោគជ័យក្នុងការងារនិងជំនួយក្នុងមួយជីវិតនេះគឺជាការនិទានអញ្ចឹងបងប្អូនកុំឲ្យអានលឿនអានមួយហ្នឹងដើម្បីយើងយល់ឲ្យច្បាស់ទាក់ទងនឹងខ្សែជីវិតរបស់យើងថាតើយើងខ្លាចជាបុគ្គលជោគជ័យអ្វីដែលយើងមានអ្វីដែលយើងអត់មានណា
យើងត្រូវឲ្យដឹងច្បាស់ហើយយើងត្រូវតែយកអារបស់ហ្នឹងយកមកប្រើប្រាស់ក្នុងជីវភាពនៃការរស់នៅជាក់ស្ដែងអាកន្លែងណាដែលអត់ល្អត្រូវប្រុងប្រយ័ត្នណាត្រូវប្រុងប្រយ័ត្នអញ្ចឹងយើងមើលមកខាងក្រោមទៀតគឺវាមានកំណត់សម្គាល់អញ្ចឹងណាបងប្អូនបាទបងប្អូនបាទឥឡូវយើងទៅមើលបន្តទៀតនេះគឺបងប្អូនមកមើលខាងក្រោមក្នុងតារាងមេនេះគឺបងប្អូនមិនបាច់ឆ្ងល់ទេនៅពេលដែលឃើញនេះធាតុខាងក្រោមទាំងប្រមាណនេះខាងក្រោមទាំងប្រមាណនេះគឺបងប្អូនមិនបាច់ឆ្ងល់ទេហើយក៏មិនបាច់ស្វែងយល់ដែលហេតុអីពីព្រោះអ្វីៗទាំងអស់គឺបានបកស្រាយនៅខាងលើរួចទៅហើយដែលខ្ញុំបានបង្ហាញមិញហ្នឹងណាអញ្ចឹងអានេះគឺសម្រាប់គេគ្រូចិនសែទេដែលគេត្រូវការប្រើពេលវេលារៀនច្រើនឆ្នាំណាបានអាចយល់បានស៊ីជម្រៅហើយលម្អិតល្អតែសម្រាប់បងប្អូនជាទូទៅមិនបាច់ស្វែងយល់ទេគ្រាន់តែបងប្អូនចេះអានតទៅនឹងលទ្ធផលក្នុងការព្យាករណ៍វាឲ្យបានត្រឹមត្រូវហើយប្រើប្រាស់វាតាមនឹងទៅគឺល្អបំផុតហើយបាទល្អបំផុតហើយឥឡូវយើងមកមើលខ្សែជីវិត10ឆ្នាំរបស់គាត់អញ្ចឹងនៅក្នុងខ្សែជីវិត10ឆ្នាំបងប្អូនឃើញយ៉ាងម៉េចឃើញលេខ1ពណ៌ទឹកក្រូចឃើញលេខ3ពណ៌ទឹកក្រូចលេខ2ពណ៌ទឹកក្រូចអឺឃើញធីកទឹកក្រូចឃើញធីកទឹកក្រូចឃើញលេខ4ពណ៌ឈាមជ្រូកឃើញអាសញ្ញាខ្វែងឈាមជ្រូកនេះអញ្ចឹងអាពណ៌ទឹកក្រូចនេះគឺបានន័យថាខ្សែជីវិតរបស់បងប្អូនដើរចំអាយុមួយគឺទទួលជោគជ័យអញ្ចឹង Benjamin Netanyahu នេះឃើញទេបងប្អូនឃើញទេអាយុ4ឆ្នាំទៅកាន់8ឆ្នាំ9ទៅកាន់13នេះខ្សែជីវិតរបស់គាត់ដើរចំខ្សែជីវិតលេខ1បានន័យថាជាខ្សែជីវិតមួយដែលទទួលជោគជ័យខ្លាំងលើការសិក្សារៀនសូត្រ Benjamin គាត់មានឱកាសទៅរៀននៅអាមេរិកតាំងពីក្មេងណាពួកគាត់បញ្ជូនទៅរៀនហើយគាត់ជាមនុស្សដែលប៉ាកែម្នាក់បាទប៉ាកែម្នាក់បងប្អូនមើលអ្នកធាតុរបស់គេនេះគេខ្សែជីវិតរបស់គាត់គឺល្អមែនតើដើម្បីខ្លាចទៅនាយករដ្ឋមន្ត្រីមួយគឺខ្សែជីវិតមិនមែនធម្មតាទេគឺខ្សែរបស់គេរលូនខ្លាំងហ្មងឃើញទេ30ឆ្នាំនេះគឺដើរចំល្អហើយធាតុលេខ4នេះគឺពណ៌ឈាមជ្រូកនេះគឺបានន័យថាគាត់ជួបឧបសគ្គនៅក្នុងឆាកជីវិតរបស់គាត់អញ្ចឹងបងប្អូនត្រូវដឹងថាពេលណាអាយុប៉ុណ្ណាជាខ្សែជីវិតល្អបងប្អូនត្រូវអនុវត្តអស់លទ្ធភាពកន្លែងណាដែលខ្សែជីវិតមិនល្អគឺគេមានរបៀបនៃការកែខៃខ្សែជីវិតមិនល្អគេមានរបៀបនៃការកែខៃហើយខ្សែជីវិតដែលល្អគឺគេមានរបៀបមួយគឺគេអាចប្រើប្រាស់ធាតុដើម្បីជំរុញឲ្យទទួលជោគជ័យកាន់តែខ្លាំងណាកាន់តែខ្លាំងឥឡូវនេះអាយុរបស់ Benjamin Netanyahu គាត់បញ្ជន74ចន្លោះ74ទៅ78ហើយអញ្ចឹងបានន័យថាគាត់នៅក្នុងខ្សែជីវិតនេះបើសិនគាត់នៅក្នុងខ្សែជីវិតនេះបានន័យថាម៉េចបានន័យថាគាត់កំពុងជួបឧបសគ្គហើយជាក់ស្ដែងគឺបញ្ហាឥឡូវនេះគឺបងប្អូនឃើញនៅអ៊ីស្រាអែលតើមានរឿងអីកើតឡើងស្វែងយល់ដោយខ្លួនឯងណាគាត់កំពុងតែតានតឹងណាហ្នឹងហើយតានតឹងនេះគឺជាខ្សែជីវិតពិតរបស់គាត់ហើយវាឆ្លុះបញ្ចាំងពីអ្វីដែលជាតថភាពក្នុងជីវភាពនៃការរស់នៅរបស់ Benjamin Netanyahu ពិតប្រាកដមែនបាទពិតប្រាកដមែនអញ្ចឹងបងប្អូនគ្រាន់តែចេះអានលេខនេះឃើញលេខ1លេខ2លេខ3ពណ៌ទឹកក្រូចអាហ្នឹងគឺខ្សែជីវិតល្អខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពមិនត្រូវចងរឹងដីទេឬក៏អង្គុយចាំផ្ទុះលៀបទេគឺអត់ទេលើโลกនេះគ្មានជោគជ័យណាដែលបានដោយមកការខិតខំប្រឹងប្រែងទេប៉ុន្តែយើងត្រូវដឹងថាពេលណាដែលយើងត្រូវប្រឹងពេលណាដែលយើងត្រូវប្រយ័ត្នពេលត្រូវប្រយ័ត្ននេះគឺបានខ្សែជីវិតយើងស្អាតខ្សែជីវិតយើងលិចណាបាទខ្សែជីវិតយើងលិចនៅពេលដែលបងប្អូនឃើញលេខ3ពណ៌ឈាមជ្រូកលេខ4ឈាមជ្រូកលេខ5ឈាមជ្រូកឬក៏ខ្វែងឈាមជ្រូកនេះត្រូវមានការប្រុងប្រយ័ត្នហើយនឹងចេះប្រើប្រាស់ធាតុដើម្បីរំដោះភាពមិនល្អហ្នឹងបុគ្គលដែលជោគជ័យគឺជាបុគ្គលដែលប្រើប្រាស់ពេលវេលាបានត្រឹមត្រូវដឹងថាពេលណាអាយុប្រមាណដែលយើងជោគជ័យយើងប្រឹងឲ្យអស់លទ្ធភាពពេលណាដែលយើងជួបឧបសគ្គយើងត្រូវប្រុងប្រយ័ត្នហើយនឹងកែខៃវាណាកែខៃវាអានេះគឺជាចំណុចខ្លាំងណាជាចំណុចខ្លាំងដែលបងប្អូនត្រូវតែដឹងក្នុងមួយឆាកជីវិតរបស់យើងមាន app ប៉ាជឿពន្លឺជីវិតនេះគឺដូចបងប្អូនមានពន្លឺក្នុងជីវិតហ្នឹងដូចបងប្អូនបើកឡាននៅពេលយប់គឺមានអំពូលបំភ្លឺផ្លូវពូលភ្លឺផ្លូវហ្នឹងគឺធ្វើឲ្យយើងស្រួលបើកបាទយើងដឹងថាកន្លែងណាមានគ្រោះថ្នាក់កន្លែងណាដែលមានឧបសគ្គអីគឺយើងដឹងណាដឹងកន្លែងណាផ្លូវរលូនដែលអត់មានឧបសគ្គខាងមុខអីយើងដឹងអូខេឥឡូវយើងមកមើលមកទៀតប្រចាំឆ្នាំនេះបងប្អូនឃើញប្រចាំឆ្នាំអញ្ចឹងនៅឆ្នាំ2025នេះគឺបងប្អូនឃើញខ្វែងខាងលើបានន័យថាពាក់កណ្ដាលឆ្នាំដើមឆ្នាំពាក់កណ្ដាលដើមឆ្នាំនេះគឺខ្សែជីវិតរបស់គាត់អត់សូវល្អទេ
ដល់ពេលចុងឆ្នាំពាក់កណ្ដាលចុងឆ្នាំនេះខ្សែជីវិតរបស់គាត់ល្អឡើងវិញអញ្ចឹងនៅពេលដែលបងប្អូនឃើញឈាមជ្រូកនេះគឺអត់ល្អឃើញធីកនេះដែលពណ៌ទឹកក្រូចនេះគឺល្អណាល្អហើយនៅពេលដែលបងប្អូនឃើញទាំងលើទាំងក្រោមបានន័យថាមួយឆ្នាំពេញតែម្ដងទាំងដើមឆ្នាំទាំងចុងឆ្នាំគឺខ្សែយុរបស់គាត់រលូនតែម្ដងអញ្ចឹង Benjamin នៅក្នុងឆ្នាំ2025នេះដើមឆ្នាំគាត់មានបញ្ហាដល់ចុងឆ្នាំគឺខ្សែយុរបស់គាត់រៀងរលូនប៉ុន្តែគាត់ដើរចំគ្រោះភ័យណាដែលធ្វើឲ្យគាត់មានអារម្មណ៍អត់នឹងណោបាទគាត់ភ័យច្រើនបាទភ័យច្រើននៅក្នុងន័យនឹងអញ្ចឹងបងប្អូនឃើញចេះមើលអាហ្នឹងគឺចប់សពគ្រប់ហើយអឺហើយចុះអាធាតុខាងក្រោមនេះត្រូវខ្វល់អត់ដូចខ្ញុំបានជម្រាបចាស់អាធាតុខាងក្រោមនេះគេសម្រាប់គ្រូចិនសែទេបងប្អូនមិនបាច់ស្វែងយល់ទេពីព្រោះត្រូវការពេលវេលាច្រើនឆ្នាំក្នុងការសិក្សារៀនសូត្រតែបើសិនបងប្អូនចង់ចេះចង់ដឹងបងប្អូនអាចស្នើមកខ្ញុំដើម្បីចុះឈ្មោះរៀនបានណាខ្ញុំនឹងបញ្យល់បងប្អូនឲ្យលទ្ធភាពរបៀបនៃការរៀនប៉ាជឿឲ្យទទួលបានជោគជ័យកន្លងមកគឺសិស្សខ្ញុំដែលបណ្ដោះគឺជោគជ័យខ្លាំងគាត់អាចមើលខ្សែជីវិតរបស់គេបានត្រឹមត្រូវច្រើនមែនតើបាទហើយនៅខាងក្រោមនេះវាមានខ្សែជីវិតប្រចាំខែបងប្អូនឃើញគឺ12ខែពីខែកុម្ភៈរហូតដល់ខែមករាឆ្នាំថ្មីគឺវាបង្ហាញច្បាស់ឲ្យយើងហើយនៅខាងក្រោមនេះគឺបងប្អូនឃើញទិសល្អហើយទិសមិនល្អទិសល្អគឺខ្ញុំដាក់ពាក្យខ្មែរសាមញ្ញបងប្អូនអានទៅដូច Benjamin គឺទិសល្អរបស់គាត់នៅទិសខាងលិចជាទិសលុយទិសល្អសម្រាប់សុខភាពរបស់គាត់គឺនៅទិសជើងឈាងកើតណាជើងឈាងកើតអញ្ចឹងតកតងលក្ខណៈពិសេសដូចគ្នាអានេះគឺសម្រាប់គ្រូចិនសែទេបើបងប្អូនដែលបានរៀនចិនសែមិនបាច់ស្វែងយល់ទេករណីហ្នឹងណាហើយសួរថាលទ្ធផលនៅណាលទ្ធផលគឺខ្ញុំបានបញ្យល់លម្អិតនៅក្នុងប្រអប់ខាងលើរួចទៅហើយគឺកន្លែងនៃទស្សខ្សែជីវិតនេះគឺខ្ញុំបញ្យល់លម្អិតនៅក្នុងហ្នឹងរួចទៅហើយចឹងបងប្អូនគ្រាន់តែអានទៅគឺជាការស្រេចណាអានការស្រេចឥឡូវយើងត្រឡប់មើលមកក្រោមបន្តិចទៀតបងប្អូននឹងឃើញទិសល្អរួមបានន័យថាជាទិសមួយដែលយើងត្រូវប្រើប្រាស់សម្រាប់ជីវិតជាប្តីប្រពន្ធឧទាហរណ៍ថាប្រពន្ធនៅក្រុមនៅមនុស្សទិសខាងលិចហើយប្តីនៅក្រុមទិសខាងកើតអញ្ចឹងវាទិសពីរផ្ទុយគ្នាដូច្នេះយើងត្រូវប្រើទិសរួមយើងប្រើអាហ្នឹងប្រើទិសរួមបានន័យថាយើងដេកកេងក្បាលដំណេកយើងទៅទិសហ្នឹងតែម្ដងទៅទិសហ្នឹងបាទទិសហ្នឹងហើយអង្គុយយើងត្រូវបែរមុខទៅកាន់ទិសហ្នឹងជាទិសល្អជាទិសល្អប៉ុន្តែនេះជាទូទៅទិសរួមច្រើនណាស់ទិសទំនេរទេយើងកេងជាមួយប្តីប្រពន្ធណាបាទសម្រាប់ប្តីប្រពន្ធណាដែលគាត់មានទិសល្អខុសគ្នាមួយខាងលិចមួយខាងកើតអញ្ចឹងទៅហើយអានេះគឺទិសល្អសម្រាប់បុគ្គលម្នាក់ហើយទិសមិនល្អសម្រាប់បុគ្គលយើងម្នាក់ហ្នឹងឯងណាវាបង្ហាញកន្លែងហ្នឹងអញ្ចឹងបានន័យថាបើសិនយើងចង់ទិសល្អជាទិសលុយហ្នឹងគឺយើងព្យាយាមកេងបែរក្បាលទៅទិសហ្នឹងឲ្យបានច្រើនជាការស្រេចហើយអ្វីដែល app នេះធ្វើបានប្រសើរខ្លាំងមែនតើនោះគឺវាឲ្យយើងដឹងច្បាស់ឧទាហរណ៍ថាយើងចង់ដឹងឧបនិស្ស័យរបស់យើងអញ្ចឹងយើងចុចមកគឺយើងឃើញហើយនេះគឺជាឧបនិស្ស័យបងប្អូនអានអក្សរនេះគឺអានមួយទៅវាបង្ហាញអំពីចរិតលក្ខណៈរបស់បងប្អូនយ៉ាងម៉េចនិយាយរួមអាចរិតលក្ខណៈគឺសំខាន់បានន័យថាឲ្យយើងស្គាល់ខ្លួនឯងជានរណាហើយមនុស្សយើងម្នាក់ពេលខ្លះអត់ដឹងខ្លួនឯងអត់ស្គាល់ខ្លួនឯងទេអត់ស្គាល់ខ្លួនឯងទេអញ្ចឹងតោះឲ្យយើងកណនាធាតុហើយអានេះគឺខ្ញុំអត់ប្រើលក្ខណៈសាមញ្ញគ្រាន់តែមើលថ្ងៃកើតខាងលើអីចឹងទេអានេះគឺខ្ញុំប្រើអនុគមពិសេសហើយគឺខ្ញុំប្រើតារាទេពដើម្បីរកឧបនិស្ស័យការប្រើប្រាស់តារាទេពគឺជាយន្តការមួយដែលត្រឹមត្រូវខ្លាំងវាអត់ដូចលក្ខណៈដូចបងប្អូនខ្លះគាត់ដឹងថាគាត់កើតចំថ្ងៃឈើបោកបើឈើបោកនោះមានន័យថាម៉េចអីចឹងណាអានេះគឺលក្ខណៈស្រាលព្យាករណ៍វាកម្រិតទាបត្រូវកម្រិតទាបចំណុចទី3គឺនេះបងប្អូនឃើញប៊ូតុងមួយគឺប៊ូតុងការងារបងប្អូនចុចលើប៊ូតុងការងារមកអានេះគឺវាបង្ហាញអំពីការងារនិងចំនួនតាមតារាទេពហើយណាខ្ញុំកណនីតាមយន្តការតារាទេពវាបង្ហាញឧបនិស្ស័យរបស់គាត់គឺប៉ុណ្ណឹងបាទប៉ុណ្ណឹងណាបាទឥឡូវយើងទៅមើលទៀតយើងទៅមើលបន្តទៀតតកតងនឹងសម្ព័ន្ធភាពអឺនិយាយរួមតកតងជាមួយនឹងការជោគជ័យនៅក្នុងជីវិតរបស់មនុស្សគឺយើងត្រូវចេះកែខ្សែជីវិតដើម្បីកែខ្សែជីវិតឲ្យត្រឹមត្រូវយើងត្រូវដឹងអំពីសម្ព័ន្ធភាពនឹងឯងសម្ព័ន្ធភាពស្អីគេសម្ព័ន្ធភាពមានន័យថាជាបុគ្គលដែលយើងខ្សែគប់ជាមួយបុគ្គលដែលយើងខ្សែគប់ជាប្តីជាប្រពន្ធជាចៅហ្វាយនាយជាបុគ្គលិកក្រោមឱវាទ
ឬក៏បុគ្គលសំខាន់ដែលប្រស្រ័យតាក់ទងជាមួយយើងតំណាក់តំណងជាមួយយើងក្នុងកិច្ចការងារសពសារពើផ្សេងណាជីវិតប្តីប្រពន្ធគឺសំខាន់ណាយើងយកប្រពន្ធយើងយកប្តីត្រូវគឺជីវិតយើងបវររុងរឿងបើយើងយកខុសទៅគឺបបរគ្រឿងហើយការជ្រើសរើសដៃគូសហការដូចគ្នាបើយើងអត់យកដៃគូសហការមួយដែលបំពេញលក្ខណៈឲ្យគ្នាទៅវិញទៅមកមានសម្ព័ន្ធភាពល្អទេយើងរកស៊ីអត់ជោគជ័យទេអាមួយមនុស្សស្មោះត្រង់អាមួយមនុស្សទុច្ចរិតមនុស្សភូតផលក្បត់ច្រើនអត់ស្មោះត្រង់បងប្អូនរកស៊ីមិនជោគជ័យវាអត់ត្រូវជាមួយនឹងយើងណាអត់ត្រូវមួយយើងអញ្ចឹងបានចាស់គេថាម៉េចចាស់ខាងបើសិនយកប្រពន្ធត្រូវគឺមានហើយសហការរកស៊ីជាមួយគ្នាត្រូវគឺមានអានេះជាការពិតអីបុរសខ្លះបើសិនជាយើងយកប្រពន្ធទី1ឧទាហរណ៍ប្រពន្ធទី1អត់ជោគជ័យបើសិនយើងយកប្រពន្ធទី2វាអាចខ្លាយទៅជាអ្នកមានណាអាចខ្លាយទៅជាអ្នកមានដោយសារតែយើងមានធាតុសម្ព័ន្ធភាពល្អជាមួយគ្នាច្បាយនាយក៏ដែរច្បាយនាយយើងមិនចេះធ្វើមិនចេះតែរើសមនុស្សធ្វើជាច្បាយនាយយើងត្រូវដឹងថានរណាជាច្បាយរបស់យើងដែលសមល្អដែលសមប្រកបណាសមប្រកបបុគ្គលិកក្រោមអាវ៉ាតក៏ដូចគ្នាដែរយើងយកបុគ្គលិកដែលអត់ត្រូវជាមួយយើងគឺវាបំផ្លាញយើងវាមិនមែនជួយយើងវាទៅបំផ្លាញយើងវិញបាទមិត្តភ័ក្តិដែលយើងខ្សែគប់ជាមួយហ្នឹងគឺសំខាន់ដែរនាំឲ្យយើងទៅរីកចម្រើនឬនាំឲ្យយើងទៅរលាយបាទអានេះគឺសំខាន់អញ្ចឹងនៅក្នុងន័យនេះគឺបងប្អូនមិនបាច់ចេះចិនខ្សែវាកណនីយើងស្វ័យប្រវត្តិតែម្ដងឥឡូវឧទាហរណ៍ Benjamin Netanyahu គាត់ចង់ជ្រើសរើសទីប្រឹក្សាម្នាក់អញ្ចឹងគាត់បញ្ចូលថ្ងៃខែឆ្នាំគាត់ដឹងថាគេកើតឆ្នាំអីឧទាហរណ៍ថាបុគ្គលដែលស្នើពាក្យមកកាន់គាត់ធ្វើជាទីប្រឹក្សាហ្នឹងគឺកើត75អញ្ចឹងគាត់គ្រាន់តែយើងគ្រាន់តែជ្រើសរើសឆ្នាំ1975ទៅអេបនេះគឺវាកណនីឲ្យថ្ងៃនេះរៀងអ៊ីនធឺណិតយឺតណានៅកន្លែងខ្ញុំអ៊ីនធឺណិតយឺតអញ្ចឹងហើយវារៀងយូរបន្តិចតែអ៊ីនធឺណិតដែលលឿនគឺមួយផ្លែតចាញ់ហើយវាកណនីពឹបចាញ់ភ្លាមបាទចាញ់ភ្លាមកាលនេះវារៀងយឺតបន្តិចដោយសារអ៊ីនធឺណិតទេបាទលឿន slow អ៊ីនធឺណិតនេះបងប្អូនឃើញចាញ់ហើយចាញ់នេះគឺបងប្អូនមិនបាច់អានធាតុចិនសែក៏បានដែរបើសិនជាយើងអត់ចេះប៉ុន្តែនៅក្នុងនេះវាបញ្យល់ច្បាស់ហើយវាប្រាប់ថាបុគ្គលដែលកើតឆ្នាំ1975ដែលត្រូវជាមួយនឹង Benjamin ហ្នឹងអ្នកដែលកើតនៅថ្ងៃណាខែណាខ្លះអញ្ចឹងវាប្រាប់ថាអ្នកថ្ងៃទី3កុម្ភៈ75កើតវេលាម៉ោងប្រមាណនេះដែលជាជំរឿនេះម៉ោងប្រមាណដែលកើតហ្នឹងហើយខែឆ្នាំណាដែលកើតហ្នឹងដែលគាត់ជ្រើសរើសយកធ្វើជាទីប្រឹក្សាឬក៏អីចឹងជ្រើសរើសជាប្រពន្ធគឺចឹងដែរយើងត្រូវបញ្ចូលមើលថាតើប្រពន្ធយើងកើតឆ្នាំណាហើយថ្ងៃណាខែណាតើវាត្រូវជាមួយយើងអត់អញ្ចឹងបើយើងត្រូវបានថាគូព្រេងរស់ស៊ីជាមួយបើថានៅជាមួយគ្នាគឺរស់ស៊ីមានហើយរស់នៅជាមួយគ្នាគឺពោពេញដោយសុភមង្គលរហូតដល់ចាស់ព្រឹកចាស់ព្រេងជាមួយគ្នាណានេះគឺវាបង្ហាញលទ្ធផលលម្អិតឲ្យយើងអូខេឲ្យយើងតែម្ដងណាអ្នកដែលកើតថ្ងៃខែណាហ្នឹងវាបង្ហាញច្បាស់អញ្ចឹងអឺចំណុចមួយទៀតគឺបងប្អូនច្រើនសួរខ្ញុំថាចង់កែខ្សែជីវិតទៅធ្វើម៉េចចង់កែខ្សែជីវិតគឺត្រូវចេះប្រើប្រាស់ពេលវេលាឲ្យបានល្អនៅក្នុង app នេះគឺវាបង្ហាញអំពីវេលាល្អផ្ទាល់ខ្លួនដែលខ្ញុំប្រើអនុគមពិសេសហើយគឺខ្ញុំប្រើលក្ខណៈមើលព្រៃទាំងមូលឬក៏មើលក្នុងទ្រង់ទ្រាយសេណារីយ៉ូរូបភាពធំណារូបភាពធំអញ្ចឹងបងប្អូនមកមើលនេះឥឡូវឧទាហរណ៍ថាយើងចង់ធ្វើសេចក្តីសម្រេចចិត្តធំឧទាហរណ៍ចង់ចាប់ផ្ដើមរកស៊ីយើងគួរតែចាប់ផ្ដើមរកស៊ីនៅថ្ងៃណាខែណាឆ្នាំណាអញ្ចឹងអានេះគឺវិកណនីឲ្យយើងទៅមុខរយៈពេល license យើងជាវ2ឆ្នាំវាចេញ2ឆ្នាំជាវ1ឆ្នាំវាចេញ1ឆ្នាំទៅមុខឲ្យជាវ3ឆ្នាំវាចេញ3ឆ្នាំជាវ5ឆ្នាំវាចេញ5ឆ្នាំទៅមុខឲ្យតែម្ដងអញ្ចឹងឧទាហរណ៍ថាបងប្អូនឥឡូវ Benjamin នេះគាត់ចង់សម្រេចចិត្តធំធ្វើកិច្ចការមួយដែលក្រៅមេឃរំជួយដីដែលគាត់គួរតែធ្វើនៅថ្ងៃណាអញ្ចឹងគាត់គិតទៅឥឡូវឆ្នាំ2026បញ្ចូលទៅតើពេលណាជាពេលវេលាល្អផ្ទាល់ខ្លួនរបស់គាត់អានេះគឺរូបមន្តដែលខ្ញុំប្រើនេះគឺជារូបមន្តធំណាស់អានោះវាត្រូវការរៀនចិនសែឆ្អិនឆ្អៅហើយចេះតិចនិចនៅក្នុងការសរសេរបញ្ចេញលទ្ធផលមកណាអានេះគឺមិនធម្មតាទេករណីនេះអញ្ចឹងបងប្អូនមើលថាអ្នកប្រើប្រាស់ពេលវេលានៅថ្ងៃខែណាអីចឹងវាបង្ហាញហូរហែអញ្ចឹងណាវាបង្ហាញហូរហែនេះឧទាហរណ៍10ឧសភា2026បើគិតជាធាតុចិនខ្សែវិញឆ្នាំ2026ហ្នឹងគឺភ្លើងបូកមមីខែឧសភាហ្នឹងគឺបានន័យថាទឹកដកម្សាញ់ហើយថ្ងៃ10ហ្នឹងគឺបានន័យថាឈើបូកវកអានេះជាធាតុចិនខ្សែបតិទិនចិនព្រោះចិនគេវាស់ពេលវេលាគឺដោយសារធាតុទាំង60ហ្នឹងឯង
ហើយម៉ោងគួរតែម៉ោងណានេះជម្រើសម៉ោងឯម៉ោងមាសបូកមួយមីគឺមានម៉ោង11ទៅកាន់ម៉ោង12:59នាទីថ្ងៃត្រង់ម៉ោង15ទៅកាន់ម៉ោង16ក៏វេលាល្អដែរហើយនៅពេលដែលបងប្អូនឃើញពណ៌ឃើញអាពណ៌ទឹកក្រូចនេះគឺបានន័យថាពណ៌ល្អលេខ1ហើយឃើញអាពណ៌ឃើញអាពណ៌នេះអាពណ៌ខៀវនេះគឺបានន័យថាជាពណ៌ល្អបន្ទាប់ណាពណ៌ល្អបន្ទាប់អញ្ចឹងបើយើងអាចប្រើម៉ោងទឹកក្រូចបានយើងប្រើទៅអានេះជាជម្រើសដែលល្អជាងគេបំផុតហើយជម្រើសល្អបន្ទាប់នេះគឺយើងអាចប្រើបានល្អដូចគ្នាទេគ្រាន់តែថាអនុភាពវាខុសគ្នាតិចតួចបាទខុសគ្នាតិចតួចឃើញទេបងប្អូនមាន app នេះគឺវាបំភ្លឺផ្លូវយើងបានល្អហើយមែនតើដូចខ្ញុំបានជម្រាបហើយក៏បងប្អូនក៏យល់ដឹងទាំងអស់គ្នាដែរថាយើងទទួលស្គាល់ទាំងអស់គ្នាមនុស្សយើងណាជោគជ័យឬក៏មិនជោគជ័យធ្វើជាអ្នកធំឬអ្នកតូចស៊ីសងគុណភាពនៃការសម្រេចចិត្តទេយើងសម្រេចចិត្តត្រូវមានសម្រេចចិត្តខុសក្រសម្រេចចិត្តត្រូវធ្វើអ្នកធំសម្រេចចិត្តខុសគឺធ្វើអ្នកតូចហេតុអីបានយើងសម្រេចចិត្តត្រូវសម្រេចចិត្តត្រូវដោយសារយើងមានទិន្នន័យទិន្នន័យនេះគឺបានន័យថាយើងមានព័ត៌មានមួយដែលប្រាប់ថាពេលណាដែលខ្សែជីវិតយើងអណ្ដែតពេលណាដែលខ្សែជីវិតយើងលិចខ្សែជីវិតយើងអណ្ដែតយើងប្រឹងអស់លទ្ធភាពទៅយើងមិនត្រូវចងរឹងដេកឬក៏ដេកបំផ្ទុះបំផ្ទុះលៀបឬក៏ដេករងចាំសំណាងទេអត់ទេយើងប្រឹងអស់លទ្ធភាពដូចខ្ញុំបានធ្វើដែរអត្ថាធិប្បាយវគ្គមុនថាចង់កែខ្សែជីវិតត្រូវកែដោយប្រើពេលវេលាអានេះគឺជាចំណុចទី1ទី2ចង់កែខ្សែជីវិតយើងត្រូវដឹងថាបុគ្គលបែបណាដែលយើងគួរតែខ្សែគប់ជាមួយជាប្តីជាប្រពន្ធជាគូសង្សារជាចៅហ្វាយនាយជាដៃគូសហការរកស៊ីជាមិត្តភ័ក្តិជាបងប្អូនអីចឹងណាបាទបងប្អូនបងប្អូនយើងចង់មិនចង់យើងត្រូវខ្សែគប់ឲ្យព្រោះគាត់ជាបងប្អូនចឹងទោះបីថាវាមិនមានធាតុរួមគ្នាល្អក៏យើងត្រូវតែខ្សែគប់ដែរព្រោះគាត់ជាបងជាប្អូនរបស់យើងវាចងដោយសម្ព័ន្ធភាពហ្នឹងណាបាទសម្ព័ន្ធភាពហ្នឹងអូខេអានេះគឺជារបៀបនៃការកែខ្សែជីវិតកែខ្សែជីវិតហើយបន្តិចទៀតនេះគឺខ្ញុំនឹងបញ្ចូលនៅរូបមន្តល្អបន្ថែមទៀតឲ្យបងប្អូនឃើញកាន់តែច្បាស់ថា app នេះគឺជា app មួយដែលមានគុណតម្លៃកែខ្សែជីវិតយើងបានល្អគឺធ្វើឲ្យជីវិតរបស់យើងកាន់តែរីកស្រស់បំព្រងរីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែអ្វីដែលសំខាន់ជាងគេគឺ app នេះគឺវាឲ្យយើងដឹងរាសីប្រចាំឆ្នាំយើងរាសីប្រចាំខែយើងមែនតើការដឹងរាសីគឺជាការសំខាន់អញ្ចឹងបងប្អូនខ្លះអាចឆ្ងល់ហើយសួរខ្ញុំថាលោកគ្រូចុះបើសិនជាខ្ញុំតាមដានឮទៅគេថាអ្នកដែលកើតឆ្នាំជូតឆ្នាំណានេះនៅក្នុងឆ្នាំ2025អីចឹងឧទាហរណ៍ជាឆ្នាំដែលមានសំណាងហើយឆ្នាំ2021 26អ្នកដែលមានសំណាងមានឆ្នាំណាខ្លះអីចឹងឆ្នាំណាដែលសោអីចឹងសួរថាហ្នឹងគួរទៅតាមដានអត់ត្រូវអត់តាមពិតទៅកន្លែងនេះបើសិនបងប្អូនស្ដាប់ដើម្បីកំសាន្តអារម្មណ៍ក៏ស្ដាប់ទៅស្ដាប់ដើម្បីកំសាន្តអារម្មណ៍ក៏ស្ដាប់ទៅប៉ុន្តែដើម្បីបានជាប្រយោជន៍យកទៅប្រើឲ្យអត់កើតទេយកទៅប្រើឲ្យអត់កើតទេពីព្រោះពីព្រោះដើម្បីព្យាករណ៍បានតើតែយើងដឹង4តួដឹងទាំង4តួគឺតួឆ្នាំតួខែតួថ្ងៃនិងតួម៉ោងបាទអាចព្យាករណ៍លំហពេលណាដែលពេលល្អរបស់យើងបានយ៉ាងតិចក៏យើងដឹង3ដែរដឹងតួឆ្នាំតួខែតួថ្ងៃណាតួថ្ងៃប៉ុន្តែបើដឹងតែតួឆ្នាំមួយយើងទៅព្យាករណ៍បែបនេះគឺយើងដូចជាបំផ្លាញខ្លួនឯងចឹងបានន័យថាយើងព្យាករណ៍ឲ្យយើងដឹងថារលកវិស័យយើងឡើងចុះគឺដើម្បីយើងកែគុណភាពជីវិតយើងឲ្យប្រសើរឡើងដើម្បីយើងដើរខ្សែជីវិតយើងឲ្យប្រសើរតែដល់ពេលយើងយកអាព័ត៌មានដែលមិនត្រឹមត្រូវយកទៅសម្រេចចិត្តអានេះគឺខុសអានេះគឺទៅបំផ្លាញយើងវិញទេដូច្នេះហើយបានជាបងប្អូនចេះឆ្ងល់ថាហេតុអីបានជាខ្ញុំមិនដែលធ្វើសេចក្តីអត្ថាធិប្បាយណាមួយតាក់ទងជាមួយឆ្នាំ2026នេះអ្នកដែលកើតឆ្នាំជូតឆ្លូវខាលថោះឧទាហរណ៍អញ្ចឹងណាហេងអ្នកដែលកើតឆ្នាំនេះឆ្នាំនោះសយហើយបានខ្ញុំមិនធ្វើសេចក្តីអត្ថាធិប្បាយប្រចាំឆ្នាំប្រចាំខែប្រចាំថ្ងៃអញ្ចឹងទេដោយសារអាហ្នឹងគឺយកទៅប្រើការឲ្យអត់កើតអញ្ចឹងបងប្អូនអាចសួរខ្ញុំថាចុះឃើញចិនសែនៅប្រទេសចិនគេធ្វើអញ្ចឹងនៅសិង្ហបុរីគេធ្វើអញ្ចឹងណាចិនសែមួយចំនួនណាអាការធ្វើបែបហ្នឹងតាមពិតអត់ត្រូវទេគាត់ធ្វើហ្នឹងគឺដោយសារគាត់អត់មានអីនិយាយគាត់និយាយឲ្យទៅបាន
fan បានគេ like គេ share អីចឹងណាប៉ុន្តែបើថាឲ្យបងប្អូនយកធ្វើជាមូលដ្ឋានដើម្បីធ្វើការសម្រេចចិត្តយកទៅប្រើប្រាស់ឲ្យបានជាផលប្រយោជន៍អីគឺអត់បានទេអានឹងស្ដាប់ដើម្បីកម្សាន្តអារម្មណ៍បាទស្ដាប់ឲ្យលឺចឹងណាបាទលឺអានេះខ្ញុំនិយាយការពិតមួយអញ្ចឹងចង់តាមដានរិស័យដែលត្រឹមត្រូវជាងគេគឺ app ប៉ាជាពន្លឺជីវិតនេះធ្វើបានល្អគឺការគណនាតាមលំដាប់ក្បួនចិនសែជាន់ខ្ពស់ហើយគឺប៉ាជឿលំនាំធៀបដែលខ្ញុំទទួលការបានបណ្ដុះបណ្ដាលច្រើនឆ្នាំពីក្រៅប្រទេសមកហើយដោយសារខ្ញុំមានចំណេះដឹងពហុវិស័យដូច្នេះខ្ញុំអាចធ្វើ app នេះបានគត់មុតត្រឹមត្រូវល្អមែនតើបាទហើយក្រុមការងារខ្ញុំមានទេពកោសល្យខ្ពស់ទៀត